សូមជម្រាបសួរសូមស្វាគមន៍មកកាន់ Channel Knowledge Cambodia 100K ថ្ងៃនេះនាងខ្ញុំមកបរិយាយអំពីអត្ថប្រយោជន៍នៃទឹករមៀតអត្ថប្រយោជន៍នៃការផឹកទឹកល្មៀតការផឹកទឹកល្មៀតឬក៏លាយជាមួយទឹកដោះគោមានអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាពអត្ថប្រយោជន៍ចម្បង1ប្រភពសារធាតុចិញ្ចឹមទឹកល្មៀតផ្ដល់ជាតិប្រូតេអ៊ីនកាល់ស្យូមវីតាមីន D និងវីតាមីន B12 2សុខភាពឆ្អឹងកាល់ស្យូមនិងវីតាមីន D ជួយពង្រឹងឆ្អឹងនិងធ្មេញ3ការអភិវឌ្ឍសាច់ដុំប្រូតេអ៊ីនខ្ពស់ជួយក្នុងការសាងសង់និងថែទាំសាច់ដុំ4សុខភាពធ្មេញកាល់ស្យូមជួយការពារទល់លាមកការព្រមាននិងកត្តាគិតគូរអ្នកដែលមានលក្ខណៈប្រតិកម្មជាមួយនឹងទឹកដោះគោអាចជួបនឹងបញ្ហាក្រពះជ្រើសរើសទឹកល្មៀតគ្មានខ្លាញ់ឬខ្លាញ់តិចសម្រាប់អ្នកដែលកំណត់កាឡូរីពិគ្រោះជាមួយគ្រូពេទ្យបើមានបញ្ហាសុខភាពពិសេសការទទួលទានទឹកល្មៀតឲ្យបានសមស្របតាមតម្រូវការរាងកាយរបស់អ្នកអាចជួយពង្រឹងសុខភាពសារពាង្គកាយទូទៅសូមអរគុណបងប្អូនសម្រាប់ការតាមដានទស្សនាពីដើមដល់ចប់ប្រសិនជាបងប្អូនចូលចិត្តសូមជួយចុច Subscribe ឬចុចសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីសូមអរគុណ